នារីទាំងពីរនាក់នេះនៅគ្នាតើគាត់ជាជនរងគ្រោះឬក៏ពិតជាឃាតករសម្លាប់លោកគឹមចុងណាមពិតប្រាកដមែនដែលរឿងនេះដំបូងកើតឡើងពីនារីម្នាក់ដែលមានឈ្មោះថាស៊ីទីអាយុ25ឆ្នាំរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីតែនាងបានធ្វើចំណាក់ស្រុកមករស់នៅក្នុងប្រទេសម៉ាឡេស៊ីនិងធ្វើការងារជាអ្នកបម្រើសេវាកម្មផ្លូវភេទដើម្បីតែទទួលបានប្រាក់ផ្ញើទៅកាន់ឪពុកម្ដាយរបស់នាងវិញនៅប្រទេសឥណ្ឌូនេស៊ីប៉ុន្តែថ្ងៃមួយនាងបានជួបផលិតករដែលផលិតវីដេអូក្នុង YouTube ដែលមាន channel ធ្វើពីវីដេអូបែបកំ pl ែងឬក៏វីដេអូប្រេបរិសម្នាក់នោះបានប្រាប់ទៅកាន់ស៊ីទីថាអ្នកឯងអាចធ្វើការក្នុងវីដេអូរបស់ខ្ញុំបានហើយមិនត្រូវការចំណាយប្រាក់ច្រើនទេហើយអ្នកឯងអាចឈប់ពីការងារចាស់របស់អ្នកឯងនិងទទួលបានប្រាក់ខែច្រើនជាងការងារចាស់របស់អ្នកឯងទៀតគាត់បាននិយាយបន្ថែមទៀតថាគឺគាត់បានបូកទាំងថ្លៃសម្ភារៈនិងប្រាក់ឧបត្ថម្ភឲ្យនាងក្នុងមួយវីដេអូគឺ$96ស៊ីទីផ្ទាល់គាត់សប្បាយចិត្តខ្លាំងតែដោយសារតែឮពាក្យដែលបានលុយ$96ក្នុងមួយវីដេអូគឺគាត់សប្បាយចិត្តខ្លាំងក្រោយមកបរិសម្នាក់នោះក៏ណែនាំឲ្យនាងស្គាល់បរិសម្នាក់ដែលកាន់ channel វីដេអូប្រេងហ្នឹងដែលមានឈ្មោះថា Mr. Chang គាត់ក៏ចាប់ផ្ដើមភ្លាមចាប់ផ្ដើមឲ្យនាងទៅធ្វើវីដេអូកំ pl ែងជាមួយនឹងបរិសផ្សេងឬក៏មនុស្សផ្សេងនៅតាមទីសាធារណៈដោយគាត់បានឲ្យនាងទៅកាន់ដៃចាប់ដៃបរិសដែលមិនស្គាល់មុខហើយបានយកប្រេង baby oil ហ្នឹងទៅលាបមុខបរិសដែលអង្គុយនៅតាមទីសាធារណៈដើម្បីឲ្យក្នុងវីដេអូហ្នឹងវាកាន់តែល្អមើលនិងកំ pl ែងស៊ីទីបន្តធ្វើវីដេអូប្រេងហ្នឹងបានរយៈពេល1ខែលោក Mr. Chang ហ្នឹងក៏បានរើសនារីម្នាក់ទៀតដើម្បីធ្វើជាដៃគូរបស់នាងធ្វើនៅក្នុងវីដេអូហ្នឹងថ្ងៃមួយនេះ Mr. Chang ក៏បានហៅស៊ីទីមកធ្វើវីដេអូប្រេងនៅពលានយន្តហោះដោយ Mr. Chang ក៏បានប្រាប់ស៊ីទីផងដែរថាឥឡូវនេះវីដេអូរបស់យើងហ្នឹងគឺមាននារីម្នាក់មកចូលរួមដែរអញ្ចឹងអ្នកឯងមានដៃគូហើយអ្នកឯងមិនធ្វើតែឯងទៀតទេហើយនាងនឹងធ្វើវីដេអូប្រេងជាមួយនឹងស៊ីទីឯងអញ្ចឹង Mr. Chang ក៏បានប្រាប់កូនដែររបស់ពួកគេដែរគឺមនុស្សម្នាក់ហ្នឹងគឺតែម្នាក់ទេកូនដែររបស់ពួកគេគឺតែមួយដែលកូនដែររបស់ពួកគេហ្នឹងគឺជាបរិសម្នាក់ដែលនៅក្នុងពលានយន្តហោះហ្នឹងដែលស៊ីទីបានចូលទៅលេងសើចមុនដោយបានយកប្រេងហ្នឹងបានបាត់មុខរបស់ជនរងគ្រោះហ្នឹងបន្ទាប់មកដនម្នាក់ទៀតហ្នឹងក៏បានចូលទៅធ្វើបន្តដូចគ្នាតែពួកគេបន្ទាប់ពីធ្វើរឿងបែបហ្នឹងហើយក៏បានសោយហើយរត់ទៅចេញទៅបាត់ដែលបរិសម្នាក់ហ្នឹងគឺគាត់ភ័យខ្លាចខ្លាំងតែគាត់មិនដឹងថាមានអ្វីទេមកប៉ាត់លើមុខរបស់គាត់ក៏គាត់បានរត់ទៅប្រាប់សន្តិសុខនៅពលានយន្តហោះហ្នឹងថាអត់ដឹងមានពីណាទេបានយកស្អីគេមកប៉ាត់លើភ្នែកខ្ញុំនេះ